តាមហោរាសាស្ត្រចិនមនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានអត្តចរិតពិសេសពោរពេញទៅដោយមនោសញ្ចេតនានិងភាពស្រស់ស្អាតពួកគេនេះគឺចូលចិត្តជួយអ្នកដទៃហើយតែងតែចង់ធ្វើអ្វីៗទាំងអស់ឲ្យមានភាពរលូននិងស្រស់ស្អាតចំពោះមនោសញ្ចេតនានិងការយល់ចិត្តគឺពួកគេងាយនឹងយល់ពីអារម្មណ៍របស់អ្នកដទៃហើយចេះយកចិត្តទុកដាក់និងជាមនុស្សដែលអាចស្ដាប់និងអាចទីពឹងបានសម្រាប់មនុស្សជុំវិញខ្លួនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាំងកាបូនចិនថ្ងៃនេះខ្ញុំនាំមកនៅវីដេអូដែលនិយាយអំពីតើឆ្នាំណាដែលល្អជាគូសហការក៏ដូចជាគូស្នេហ៍និងដៃគូរស់ស៊ីដ៏ល្អសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមួយម៉ែហើយឆ្នាំណាដែលជាឆ្នាំជាគូអត់ល្អឬមួយក៏ហៅថាគូឆុងគ្នាដែលនៅជាមួយគ្នារស់ស៊ីជាមួយគ្នាទៅមិនរលូនហើយតែងតែមានការឆ្លោះប្រកែកគ្នានឹងឯងអញ្ចឹងគូដែលល្អជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែដែលអាចជាដៃគូដ៏ល្អនៅក្នុងការរស់ស៊ីជាមិត្តភ័ក្តិឬមួយក៏ជាគូអាពាហ៍ពិពាហ៍ដ៏ល្អគឺទីមួយគឺមានអ្នកដែលកើតនៅក្នុងឆ្នាំថោះដោយសារតើពួកគេទាំងពីរនេះគឺសុទ្ធតែជាមនុស្សដែលមានចិត្តល្អទន់ភ្លន់ដូចគ្នាហើយមិនចូលចិត្តមានចំនួនអញ្ចឹងបើនៅជាមួយគ្នាគឺមានភាពសុខដុមល្អពួកគេចេះយល់យកគ្នាអាចយល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមកយ៉ាងល្អហើយតែងតែជួយគ្នាទៅវិញទៅមកពេលដែលមានបញ្ហាបើសិនជាបានគ្នាបរិយាកាសនៃការរស់នៅគឺពោរពេញទៅដោយសន្តិភាពភាពកក់ក្ដៅនិងស្នេហាជាដៃគូដែលសមស្របបំផុតនៅក្នុងស្នេហានិងការងារដៃគូដ៏ល្អទី2សម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមួយម៉ែនោះគឺអ្នកដែលកើតនៅក្នុងឆ្នាំមួយមីគឺពួកគេនេះមានការជំរុញទឹកចិត្តនៅក្នុងការនៅជាមួយគ្នាមនុស្សដែលកើតនៅក្នុងឆ្នាំមួយមីគាត់មានថាមពលស្វាហាប់ហើយគិតអ្វីវិជ្ជមានហើយពួកគេអាចជួយទាញឲ្យអ្នកដែលកើតនៅក្នុងឆ្នាំមួយម៉ែហ្នឹងគាត់ក្លាហានឡើងហើយនឹងមានទំនុកចិត្តជាងមុនដោយសារយើងដឹងស្រាប់ហើយមនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែហ្នឹងគឺពេលខ្លះគាត់រៀងទន់ជ្រាយនៅពេលដែលជួបឧបសគ្គឬមួយក៏បញ្ហាអីមួយគាត់ងាយនឹងបាក់ទឹកចិត្តហើយមនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែវិញគឺគាត់នឹងក្លាយជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់មនុស្សដែលកើតនៅក្នុងឆ្នាំមួយមីគណៈដែលមនុស្សដែលកើតនៅក្នុងឆ្នាំមួយមីគាត់អាចនឹងដឹកនាំផ្លូវទៅកាន់មនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែថាគួរទៅដើរទៅផ្លូវណាហើយទំនាក់ទំនងរបស់ពួកគាត់គឺមានតុល្យភាពយ៉ាងល្អម្នាក់ជាអ្នកដឹកនាំម្នាក់ជាអ្នកគាំទ្រឆ្នាំដែលល្អទី3សម្រាប់មនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែនោះគឺមនុស្សដែលកើតនៅក្នុងឆ្នាំកុរដោយសារតែអ្នកឆ្នាំមួយម៉ែនិងអ្នកឆ្នាំកុរទាំងពីរសុទ្ធតែជាមនុស្សស្មោះត្រង់និងចិត្តល្អដូចគ្នាហើយជាមនុស្សដែលដាក់ខ្លួនទៀតអញ្ចឹងនៅជាមួយគ្នាគឺសមរម្យមែនទែនហើយមនុស្សដែលកើតនៅក្នុងឆ្នាំកុរនេះគឺគាត់មានចិត្តទលាយហើយអត់ធ្មត់ខ្ពស់ដែលធ្វើឲ្យមួយម៉ែមានអារម្មណ៍ថាសុវត្ថិភាពនៅក្នុងការបញ្ចេញគំនិតច្នៃប្រឌិតរបស់គាត់និងសមត្ថភាពរបស់គាត់ចេញមកហើយជាគូដែលធ្វើការជាមួយគ្នាបានល្អឥតខ្ចោះផងដែរអញ្ចឹងឆ្នាំទាំង3ដែលខ្ញុំរៀបរាប់ខាងលើមានឆ្នាំថោះឆ្នាំមួយមីនិងឆ្នាំកុរគឺល្អជាដៃគូល្អបំផុតសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមួយម៉ែហើយឆ្នាំបន្ទាប់នេះគឺជាឆ្នាំដែលជាដៃគូមធ្យមដែលគាត់អាចរួមរស់នៅជាមួយគ្នាបានល្អធម្មតាមិនល្អខ្លាំងតែក៏មិនអាក្រក់ខ្លាំងដែរឆ្នាំទាំងនោះមានឆ្នាំខាឆ្នាំម្សាញ់ឆ្នាំវកឆ្នាំរកានិងឆ្នាំមួយម៉ែខ្លួនឯងនឹងឯងគឺបើសិនជាពួកគាត់មានទំនាក់ទំនងមួយគ្នាមិនថាវាមិនអាចជាដៃគូល្អបំផុតពិតមែនប៉ុន្តែវាអាចរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តប្រសិនបើមានការយោគយល់គ្នាច្រើនហើយលក្ខណៈពិសេសរបស់ពួកគាត់ហ្នឹងគឺអ្នកដែលកើតនៅក្នុងឆ្នាំមួយម៉ែបើសិនជាគាត់រាប់ជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែដូចគ្នាគឺគាត់មានការយល់ចិត្តគ្នាខ្លាំងព្រោះដឹងពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់គ្នាទៅវិញទៅមកប៉ុន្តែប្រយ័ត្នពេលមានបញ្ហាព្រោះទាំងពីរហ្នឹងគឺចូលចិត្តពឹងគ្នាទៅវិញទៅមកអញ្ចឹងនៅពេលដែលកើតបញ្ហាគឺអាចនឹងងាយនឹងបាក់ទឹកចិត្តសម្រាប់ឆ្នាំមួយម៉ែជាមួយនឹងឆ្នាំដទៃទៀតដែលខ្ញុំរៀបរាប់ខាងលើមានខាម្សាញ់វករកាហ្នឹងគឺអាចធ្វើជាមិត្តសម្លាញ់ដ៏ល្អបានហើយក៏ជាដៃគូការងារល្អបានដែរបើសិនជាពួកគេនោះព្យាយាមសម្របគ្នានិងគោរពទៅតាមគ្នាហើយសម្រាប់គូដែលឆុងគ្នាជាគូមិនល្អសម្រាប់មនុស្សដែលកើតនៅក្នុងឆ្នាំមួយម៉ែនោះទី1គឺមួយម៉ែនឹងជូតដោយសារតែទស្សនៈវាខុសគ្នាអញ្ចឹងមនុស្សដែលកើតនៅក្នុងឆ្នាំជូតហ្នឹងគឺគាត់ជាមនុស្សដែលប្រាកដនិយមមានគំនិតច្នៃប្រឌិតហើយចូលចិត្តសន្សំលុយហើយគិតគូរអំពីផលប្រយោជន៍ចំណែកឯមួយម៉ែហ្នឹងច្រើនតែជាមនុស្សដែលប្រើមនោសញ្ចេតនា
ហើយការចាយវារៀងខុសពីអ្នកដែលកើតនៅក្នុងឆ្នាំជូតហើយពេលខ្លះទៅគាត់ជាមនុស្សដែលខ្វះទំនុកចិត្តផងដែរអញ្ចឹងហើយបើសិនជាគូពីរនេះនៅមួយគ្នាគឺជូតនឹងមើលមិនឃើញអំពីសមត្ថភាពរបស់ម៉មែទេហើយមិនពេញចិត្តពីរបៀបរស់នៅរបស់ម៉មែដែរឆ្នាំដែលឆុងគ្នាទី2នោះគឺម៉មែនិងឆ្លូវដោយសារតែល្បឿនខុសគ្នាមិនមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវហ្នឹងគឺគាត់ជាមនុស្សដែលត្រឹមត្រូវហ្មត់ចត់ស្ងប់ស្ងាត់ហើយធ្វើការងារជាប់លាប់ចំណែកឯម៉មែគាត់ច្រើនតែនិយាយហើយសម័យចង់បានរឿងជាច្រើនហើយជួនកាលមានការអៀនខ្មាស់អញ្ចឹងបញ្ហាពួកគាត់ទាំងពីរគឺឆ្លូវពិបាកនឹងអត់ធ្មត់នឹងការនិយាយច្រើនរបស់មនុស្សដែលកើតនៅក្នុងឆ្នាំម៉មែឬមួយក៏ការសម្រេចចិត្តយឺតយ៉ាវរបស់មនុស្សដែលកើតនៅក្នុងឆ្នាំម៉មែហើយម៉មែវិញគាត់មានអារម្មណ៍ថាមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវហ្នឹងតឹងតែងពេកឬមួយក៏គាត់គិតថាគេនឹងតុកសិចចឹងទៅសម្រាប់ឆ្នាំដែលឆុងទី3នោះគឺម៉មែនិងចឆ្នាំចមនុស្សស្មោះត្រង់ហើយតែងតែព្រួយបារម្ភពីអនាគតពួកគេនេះច្រើនតែពិបាកយល់អំពីមនោសញ្ចេតនានិងការនិយាយយ៉ាងច្រើនរបស់ម៉មែអញ្ចឹងបើសិនជាចនៅជាមួយម៉មែចអាចនឹងត្រូវការភាពច្បាស់លាស់ច្រើនអញ្ចឹងហើយចក៏អត់ខុសអីពីអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវដែរគឺពួកគាត់ពិបាកនឹងយល់ហើយអត់ធ្មត់ចំពោះទម្លាប់នៃការនិយាយច្រើនរបស់មនុស្សដែលកើតនៅក្នុងឆ្នាំម៉មែណាហើយឆ្នាំទី4ក៏ដូចជាឆ្នាំចុងក្រោយដែលឆុងជាមួយនឹងឆ្នាំម៉មែនោះគឺឆ្នាំរោងដោយសារតែរោងក៏មានមហិច្ឆតាខ្ពស់ចង់ខ្លាចជាអ្នកដឹកនាំហើយមានតម្រូវការទាមទារខ្ពស់ហើយចំណែកចរិតប៉ប៉ែវិញគឺគាត់មានភាពទន់ខ្សោយហើយចូលចិត្តពឹងផ្អែកទៅលើអ្នកដទៃហើយក៏មិនសូវជាអ្នកចូលចិត្តការប្រកួតប្រជែងដែរចរិតខុសពីមនុស្សដែលកើតនៅក្នុងឆ្នាំរោងដាច់តែម្ដងហើយហ្នឹងជាបញ្ហាមួយធ្វើឲ្យរោងគាត់មានអារម្មណ៍ថាប៉ប៉ែឬមួយក៏ម៉មែទន់ខ្សោយហើយចំណែកឯម៉មែវិញគាត់មានអារម្មណ៍ថារោងនឹងខ្លាំងពេកដាក់សម្ពាធទៅលើគេពេកអញ្ចឹងទាំងពីរដោយសារតទម្លាប់ចង់ឲ្យអ្នកដទៃហ្នឹងធ្វើទៅតាមខ្លួនឯងហើយនឹងទម្លាប់ម្នាក់ទៀតដែលពឹងផ្អែកទៅលើគេធ្វើឲ្យកិច្ចការដែលធ្វើជាមួយគ្នាហ្នឹងគឺមិនរលូននោះទេអញ្ចឹងអាចនិយាយថាទាំងពីរឆ្នាំនេះធ្វើការជាមួយគ្នាក៏អត់រលូននៅជាមួយគ្នាជាគូស្វាមីក៏មានការដាក់សម្ពាធលើគ្នាច្រើនផងដែរអរគុណទាំងអស់គ្នាវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាវាជាវីដេអូមួយដែលផ្ដល់ប្រយោជន៍ជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងការរកដៃគូដែលមានឆ្នាំសមស្របដើម្បីធ្វើឲ្យការងារការរកស៊ីក៏ដូចជាដៃគូពីវិពារស់នៅជាមួយគ្នាទៅធ្វើការជាមួយគ្នាទៅបានយ៉ាងរលូនផងដែរយ៉ាងណាមិញបើសិនជាយើងយល់អំពីអត្តចរិតរបស់ដៃគូទោះបីជាឆ្នាំខុសគ្នាយើងក៏អាចសម្របសម្រួលទៅតាមអត្តចរិតរបស់គាត់បានហើយវាកាត់បន្ថយនៅបញ្ហាចំនួនដែលអាចធ្វើឲ្យការរស់នៅកាន់តែងាយស្រួលនិងប្រសើរឡើងផងដែរអរគុណជម្រាបលាបើចូលចិត្តក៏សូមជួយចុច like និងជួយចុច subscribe channel ខ្ញុំផង